SME យើងភាគច្រើនហ្នឹងគាត់តែងតែសួរគូហេខ្ញុំចាប់ផ្ដើមអាជីវកម្មលើកដំបូងមានអារម្មណ៍ដូចជាស្មុគស្មាញជាមួយនឹងពន្ធដារដូចវល់នឹងបញ្ហាពន្ធដារហ្នឹងតើទៅរកនៅទីសាស្ត្រអីដើម្បីមកខ្ញុំភ័យរឿងហ្នឹងបាទសួស្តីលោកលោកស្រីអ្នកនាងកញ្ញាទីមេត្រីថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយឡើងមកឆ្លើយសំណួរបងប្អូនម្ចាស់អាជីវកម្មយើងណាជាពិសេសគឺខាង SME យើងភាគច្រើនហ្នឹងគាត់តែងតែសួរគូហេខ្ញុំចាប់ផ្ដើមអាជីវកម្មលើកដំបូងមានអារម្មណ៍ដូចជាស្មុគស្មាញជាមួយនឹងពន្ធដារដូចវល់នឹងបញ្ហាពន្ធដារហ្នឹងតើទៅរកនៅទីសាស្ត្រអីដើម្បីកុំឲ្យខ្ញុំភ័យរឿងហ្នឹងបាទជាទូទៅខ្ញុំគិតថាម្ចាស់អាជីវកម្មថ្មីថ្មោងជាពិសេសគឺ SME យើងហ្នឹងហើយគាត់ទៅចាប់ផ្ដើមធ្វើអាជីវកម្មហ្នឹងគាត់មានអារម្មណ៍ដូចភ័យខ្លាចឬដោយសារតែគាត់ឮមិត្តភក្តិគាត់ដែលប្រកបអាជីវកម្មមួយហ្នឹងថាអូខេពន្ធដារតឹងតែងណាពន្ធដារស្មុគស្មាញពន្ធដារមានពិន័យច្រើនអញ្ចឹងមកធ្វើឲ្យពួកគាត់នឹងខ្លាចរអាមែនទេដោយសារតែយើងមានព័ត៌មានពាក់ព័ន្ធជាមួយនឹងបញ្ហាពន្ធដារហ្នឹងអញ្ចឹងយើងសួរត្រឡប់មកវិញថាបើសិនជាអ្នករកទទួលទានទាំងអស់តតតែមានបញ្ហាជាមួយពន្ធដារទាំងអស់ហ្នឹងទោះថាក្នុងប្រទេសកម្ពុជាយើងហ្នឹងគេលែងមានអ្នករកទទួលទានអញ្ចឹងបាទអញ្ចឹងដោយសារតែយើងយល់ខុសជួនកាលយើងយល់ខុសដែរដោយសារតែម្ចាស់អាជីវកម្មហ្នឹងគាត់មិនបានពិភាក្សាជាមួយនឹងអ្នកដែលមានចំណេះជំនាញពន្ធដារនឹងបានត្រឹមត្រូវមកនេះគាត់ឮតែមិត្តភក្តិបងប្អូនឬក៏អ្នកជិតស្និទ្ធហ្នឹងដែលរកទទួលទានហ្នឹងថាមានបញ្ហាគាត់ក៏ថាមានបញ្ហាមែនតែពិតមិនមែនមានន័យដូច្នេះទេអញ្ចឹងអ្វីដែលនាំឲ្យមានបញ្ហានោះគឺដោយសារតែកត្តាខ្លួនឯងខ្លះដែរឧទាហរណ៍ដូចថាយើងចាប់ដើមថ្មីអញ្ចឹងទៅយើងមិនបានស្វែងយល់អំពីច្បាប់ទម្លាប់ឬក៏បទបញ្ញត្តិរបស់ពន្ធដារនឹងបានត្រឹមត្រូវទី2គាត់អាចព្យាយាមធ្វើការប្រកាសពន្ធនៅខ្លួនឯងអញ្ចឹងទៅគាត់មិនមានបទពិសោធន៍ក្នុងការធ្វើវាអាចឆក់ល្វែងអាចខុសបាទទី3គាត់មិនមានបញ្ជីការគណនេយ្យអញ្ចឹងគាត់ក៏មិនអាចធ្វើបប្រតិបត្តិការឬក៏បង់ពន្ធដារនឹងបានត្រឹមត្រូវដែរពីព្រោះការបង់ពន្ធវាទាក់ទងទៅនឹងការផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីការគណនេយ្យដែរហើយទី4គឺគាត់មិនបានថែរក្សានៅគេហៅថា supporting document ឯកសារគាំទ្រឧទាហរណ៍ថាគាត់ទិញ stock ចូលអញ្ចឹងគាត់ជួនកាលគាត់ទៅទិញមកអញ្ចឹងទៅអាកាយប័ត្រអីគាត់មិនបានទុកដាក់ត្រឹមត្រូវទេហើយគាត់ទិញ asset អីមកក៏អត់ដឹងថានឹងជា asset ទេជួនកាលគាត់ដាក់ចំណាយស្អីក៏ចំណាយដែរហើយចំណូលក៏អញ្ចឹងដែរឲ្យទៅលក់បានដឹងតែកត់ត្រាជាចំណូលហើយគាត់ជួនកាលគាត់គិតថាគាត់ទៅបានលុយបានដាក់ជាចំណូលអត់បានលុយគាត់អត់ដាក់ជាចំណូលទៀតអាហ្នឹងហើយដែលគាត់មិនយល់ពីគណនេយ្យអញ្ចឹងពន្ធដារមានច្បាប់បញ្ញត្តិត្រឹមត្រូវដល់ពេលយើងយល់មិនអស់យើងអនុវត្តក៏មិនបានត្រឹមត្រូវដែរហើយជាចុងក្រោយនោះគឺថាគាត់អត់បានដឹងនៅ deadline អញ្ចឹងនៅក្នុងច្បាប់ពន្ធដារយើងមានពន្ធប្រចាំខែនិងពន្ធប្រចាំឆ្នាំអញ្ចឹងជួនកាលគាត់ miss គាត់ភ្លេចឬគាត់មិនបានដឹងគាត់តាំងតចុងឆ្នាំបានបង់ពន្ធម្ដងអញ្ចឹងជាការយល់ច្រឡំជាការយល់ខុសទាំងអស់អញ្ចឹងសរុបមកវិញដើម្បីកុំឲ្យមានការយល់ច្រឡំទៀតសូមធ្វើការប្រឹក្សាជាមួយអ្នកដែលមានជីវៈពន្ធដារត្រឹមត្រូវជាពិសេសអ្នកដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំបងប្អូនចាស់ជីវកម្ម SME យើងលែងជាកង្វល់ទៀតហើយរឿងពន្ធដារអញ្ចឹងយើងអាចប្រកបរបរទទួលទានដោយត្រឹមត្រូវទាំងអស់គ្នាបាទសូមអរគុណបាទ Just do what